យុទ្ធសាស្ត្រ Trade Support and Resistance គឺជាសាស្ត្រមួយងាយស្រួលមែនទែនសម្រាប់ដៃថ្មីដែលគាត់ទើបចាប់តាំងក្នុងវិស័យ Trade ដែលគាត់តែចេះគូបន្ទាន់តែប៉ុណ្ណោះហើយអ្នកមួយចំនួនប្រកាសជាគិតថាយុទ្ធសាស្ត្រនេះប្រតិអត់ចំណេញទេខ្ញុំហ៊ាននិយាយថាការ Trading គឺអ្នកនេះប្រតិយុទ្ធសាស្ត្រណាក៏អាចចំណេញបានតែអ្វីដែលសំខាន់គឺពឹងផ្អែកទៅលើខ្លួនរបស់យើងទេព្រោះខ្ញុំចូលយុទ្ធសាស្ត្រនេះទៅតែនៅក្នុងសប្តាហ៍មុនបាន fit ជាង 4k ហើយខ្ញុំក៏ប្រឡងជាប់ fan ជាង 100k ជាច្រើន account ផ្សេងទៀតផងដែរមុននឹងដល់វីដេអូបើសិនជាចាប់បង្កើត account Trade ដើម្បីទទួលបានលុយ rebate ត្រឡប់វិញចាប់ជាមួយឡាឡងឡតអ្នកនេះ scan QR ចុចលេខវីដេអូនៅខាងលើបានហើយបើសិនជាអ្នកចង់សិក្សាបន្ថែមជាមួយវគ្គសិក្សា Zero to Hero សម្រាប់អ្នកដៃថ្មីដែលអត់ទាន់ចេះសិស្សនៅវិស័យ Trading ក៏អ្នកនេះអាច inbox ចូលបានផងដែរចឹងចំណុចដំបូងអ្នកនេះត្រូវរៀនហ្នឹងគឺតាក់ទងជាមួយ support resistance ហ្នឹងថាតើអ្វីទៅគឺជា support អ្វីទៅគឺជា resistance អញ្ចឹង resistance និង support គឺជាបន្ទាត់ឡើងមួយបើសិនជាវានៅខាងលើអញ្ចឹងយើងហៅវាថាជា resistance បើសិនជាវានៅខាងក្រោមវាគឺជា support អញ្ចឹងឧទាហរណ៍ឥឡូវយើងចាប់នៅក្នុងមានក្នុងសប្តាហ៍មុនអញ្ចឹងតើកន្លែងណាគឺជា support របស់វាកន្លែងណាជា resistance អញ្ចឹងកន្លែងខាងក្រោមនេះហើយគឺជាអីគេកន្លែងនេះគឺជា support ហើយខាងលើនេះគឺជា resistance អូខេអញ្ចឹងយើងឡប់នៅកន្លែងនេះវិញអញ្ចឹងពាក្យច្រើនកន្លែង support resistance គឺវាតែងតែ retest អញ្ចឹងណាប៉ុន្តែមិនប្រកាសថាវានឹង retest 100%ពេលខ្លះក៏វាអាច break out ដែរអញ្ចឹងតាក់ទងកន្លែង break out ចាំយើងទៅនិយាយខាងមុខប៉ុន្តែខ្ញុំនិយាយពីផ្នែកដែលវា retest អញ្ចឹងឧទាហរណ៍ផ្សារវាដើម1 2ណាប៉ះ1ប៉ះ2ប៉ះ3ពេលខ្លះវាអាចបំបែកនៅកន្លែងហ្នឹងបានទេពេលខ្លះវាអាចបំបែកចេញជា liquidity ហើយវាធ្លាក់មកវិញអញ្ចឹងហើយបានគេ trade ជា support and resistance ដូចសារគេពឹងផ្អែកទៅលើតម្លៃដូចសារហេតុអីយុទ្ធសាស្ត្រនេះវាចេញមកទៅជាទម្រង់បែបហ្នឹងដូចសារចំនួនមុនខ្ញុំឧទាហរណ៍ចុះឧទាហរណ៍ថាពីមុនគេល្បីថាអញ្ចឹងល្បីថាមាសមានតម្លៃរហូតដល់$500ខ្ញុំឧទាហរណ៍អញ្ចឹងស្រាប់តែមាសពេលដែលវាចុះមកដល់កន្លែងនេះខ្ញុំឧទាហរណ៍ដល់កន្លែងនេះ$400ចុះស្រាប់តែថ្ងៃនោះវាស្រាប់តែវាឡើងទៅដល់តម្លៃក្បែរ$500ឡើងវិញឬក៏ត្រឹម490ឬក៏500វិញគឺគេសម្រុកលក់វិញអញ្ចឹងដោយសារតែអ្នក trade ភាគច្រើនគាត់ពឹងផ្អែកទៅលើតម្លៃអញ្ចឹងអ្នកខ្លះមិនប្រកាសថាគាត់ចេះវិភាគទីផ្សារប៉ុន្តែគេពឹងផ្អែកទៅលើតម្លៃគេគិតថាអូខេតម្លៃនេះធ្លាប់បានដល់ពីមុនក៏គាត់នឹងព្យាយាមលក់ចេញវិញនៅក្នុងតម្លៃនឹងវិញអីចឹងទៅប៉ុន្តែពេលខ្លះក៏វាអាច clear ទៅហោះដោយសារតែ market maker វា manipulation ទៅដាច់ position បន្ថែមពួកគេដឹងតម្លៃនឹងលក់ច្រើនអីចឹងទៅប៉ុន្តែថ្ងៃនេះយើងអត់និយាយកន្លែងហ្នឹងទេយើងនិយាយពីការប្រើប្រាស់ trend line ទៅអញ្ចឹងឲ្យអ្នកនេះយល់ពីចំណុចឬក៏ concept ហ្នឹងថាតើហេតុអីវាចេញមករៀងបែបហ្នឹងអញ្ចឹងអូខេបើសិនជាវានៅខាងលើយើងហៅវាថា resistance ហើយនៅខាងក្រោមវាគឺជា support អូខេអញ្ចឹងខ្ញុំឧទាហរណ៍ករណីមួយទៀតបើក្នុងករណីវា break ឧទាហរណ៍ថាវាដើរ1 2 3ចុះស្រាប់តែវាអាចទៅប៉ះ support បានស្រាប់តែវាទៅ break resistance នេះវិញវាទៅ break pot ណា break pot អញ្ចឹង resistance កន្លែងនេះវាឡើងទៅជា resistance ទៀតហើយវាទៅខ្លាចជា support ម្ដងនេះអញ្ចឹងវានឹងត្រូវផ្សាយវាត្រូវទៅត្រឡប់ចុះមកវិញដើម្បីប៉ះ resistance ហើយវាឡើងទៅលើវិញអញ្ចឹងអ្នក trade break out ពីយ៉ាងគេជិត trade ក្បាច់ហ្នឹងអញ្ចឹងមានន័យថាម៉េចកន្លែងនេះដំបូងធ្លាប់តែជា resistance ប៉ុន្តែនៅពេលដែលបើសិនជាទីផ្សារហ្នឹងវាអត់បានគោរពទេណាគោរពទាំងកន្លែងហ្នឹងទេវាទៅផ្ដាច់ pot វាឡើងទៅលើវិញអាកន្លែង resistance នេះវាឡើងទៅជា resistance ទៀតហើយណាវាទៅជា support វិញមួយដងហើយកន្លែង resistance របស់វាគឺនៅខាងលើនេះវិញនេះកន្លែងនៅខាងលើនេះវិញម្ដងហើយអញ្ចឹងអ្នកដែល trade ពីចឹងគេ trade break out គឺគេ trade អញ្ចឹងគេចាំរកទិញវិញនៅក្នុងកន្លែងហ្នឹងទម្រង់បែបនេះគេហៅថាទម្រង់បើនៅក្នុងការ trading គេហៅថាទម្រង់ RBS ហេតុអីគេហៅថាទម្រង់នេះគឺជាទម្រង់ RBS R នេះបើយើងប្របែកនេះ RBS នេះ R នេះមកពីពាក្យថាអីគេនេះអីគេ resistance ភាសាខ្ញុំសេក៏ resistance ហើយ B ហ្នឹងមកពីពាក្យថា become ឬក៏ខ្លាចជានេះ S នេះមកពីពាក្យថា support អញ្ចឹងនៅពេលដែលនេះដំបូងកន្លែងនេះទៅជាអីគេមិញយើងនិយាយគ្នាឲ្យថាកន្លែងនេះគឺជា resistance ទេត្រូវនេះកន្លែងនេះមិនជា resistance អូខេប៉ុន្តែនៅពេលដែល resistance នឹងទៅបាន break អញ្ចឹងកន្លែង resistance នេះវាឡើងទៅជា resistance ទៀតហើយវាទៅខ្លាចជា support វិញម្ដងអញ្ចឹងបានយើងហៅកន្លែងនេះគឺជា RBS មានន័យថា resistance become support ណាខាងក្រោមនេះវិញដូចគ្នាអញ្ចឹងដំបូងខាងក្រោមនេះធ្លាប់តែជា support ហើយខាងលើនេះធ្លាប់តែជា resistance ប៉ុន្តែស្រាប់តែវាមកនេះវាអត់អាចទប់តម្លៃនេះបានឧទាហរណ៍ថាវាមកវា break support នេះចុះអញ្ចឹង support កន្លែងនេះនៅពេលដែលវាទីផ្សារវាបាន break តម្លៃ support នេះអញ្ចឹងកន្លែងនេះ support នេះវាលែងទៅជា support ទៀតហើយពេលដែលមានការ break ចេះ support កន្លែងនេះវានឹងខ្លាចទៅជាអីគេវិញ resistance ម្ដងអញ្ចឹងអ្នកដែលគេ trade គេនឹង trade break out គេអាច trade អូខេពេល break ម្ដងគេនឹងព្យាយាម sell នៅកន្លែងហ្នឹងដោយសារគេនេះ support នៅពេលដែលវា break pot កន្លែងនេះ pot កន្លែងនេះវាឡើងទៅជា support ទៀតហើយណាយើងហៅវាថាគេនេះកន្លែងនេះយើងហៅវាថាជា resistance ម្ដងដោយសារវា break pot មាននៅក្បាលនៅខាងលើហើយខាងក្រោមនេះ support នេះវាទៅជានៅផ្នែកខាង
ខាងក្រោមនេះវិញបានអញ្ចឹងបើយើងហៅវាជាភាសាបច្ចេកទេសគេអត់ហៅកន្លែងលើនេះ break លើវាហៅថា RBS មានន័យថា resistance become support ចុះនៅខាងក្រោមវិញមានន័យថាម៉េចយើងដាក់ថា SB អីគេ SBR វិញមានន័យថាម៉េចមានន័យថា S នេះតំណាងឲ្យពាក្យថា support មាន support ពីមុខវិញដោយសារតែដំបូងវាជា support បន្តមកទៀតវាឡើងទៅជា support ទៀតហើយវាខ្លាយទៅជា resistance អូខេអញ្ចឹងពេលដែលវា breaking ម្ដងមានការ breaking ម្ដងពីច្រើនគេព្យាយាមរក sell អីចឹងទៅដោយសារតែគេឡើងគិតថាអូខេកន្លែងនេះគឺជាកន្លែងសម្រាប់ buy ដែរពីច្រើន break អ្នកនេះអាចមើលបាននៅក្នុងតាម frame 15នាទីពេលខ្លះវាមាន candle ថាឥឡូវ candle ពក Q អីវា break គឺវាអត់ចេញជា liquidity sweep ទេគឺផ្ដាច់យកហ្មងត្រឹម2 candle ថាមកកន្លែងនេះមកគឺ clear យកហ្មងអាច clear Q មួយឬក៏ពេលខ្លះក្រហមចឹងពីច្រើន break ចឹងពីច្រើនក្រហមអញ្ចឹងមកតែ break pot ចឹងពីច្រើនមកអញ្ចឹងណាវាមិនមែនចេញជាliquidity sweep ទេបើសិនក្នុងករណីមួយទៀតឧទាហរណ៍ថាពេលខ្លះresistance ឬក៏ support នេះវា respect ឥឡូវខ្ញុំឧទាហរណ៍ថា resistance ឬក៏ support នេះវា respect ឬក៏វាគោរពវាច្រើនវាចេញជា liquidity មានន័យថាវាមិនឧទាហរណ៍ថាវាដើរមកប៉ះអូខេ2អានេះ2ប៉ះនេះ3ប៉ះហើយយើងពេលខ្លះ iPod នេះដល់3នេះវាអាចចេញជា weak បន្តិចនេះ weak ហើយវាឡើងទៅលើវិញ weak ហ្នឹងមានន័យថាពេលខ្លះវាជាតម្រងចេះអូខេវាអាចបិទបែកអញ្ចឹងពេលច្រើនគេចាប់កន្លែងហ្នឹងឯងជាកន្លែង support ដែលចូលផ្សារព្រោះពេលច្រើនខ្ញុំអាសាលេងនៅក្នុងតម្រងទី3ពួកខ្ញុំលេង3ហើយពេលខ្លះក៏ខ្ញុំអាចមើលជាមួយនឹង SMT ដែរយើងអាចប្រើជាមួយ SMT នៅកន្លែងនេះទៀតក៏កាន់តែរឹងមាំទៀតអញ្ចឹងណា SMT ហើយកន្លែងនេះខ្ញុំអាចរកមើលរៀងជា order block រៀង order block បានរឹងមាំឧទាហរណ៍នៅខាងក្រោមណានៅខាងក្រោម order block ហ្នឹងមានន័យថាឧទាហរណ៍នេះក្រហមអានេះពណ៌ពកខៀវអញ្ចឹងមានន័យថាគឺជាទំនោរនៃការគោរពហើយបើយើងនិយាយពី price action គឺកន្លែងនេះគឺគោរពហើយអញ្ចឹងខ្ញុំភាគច្រើនខ្ញុំតែងតែលេងនៅក្នុង line ទី3ប៉ះទី1ប៉ះទី2ប៉ះទី3ខ្ញុំករណីខ្ញុំអត់និយាយ SBR ពីឯងទៀតទេខ្ញុំនិយាយពីនេះត្រឡប់មកវិញ support resistance ដែលយើងកំពុងនិយាយមិញណាអញ្ចឹងវាច្រើនខ្ញុំលេងទម្រង់បែបនេះអត់ទេជាង order block ចេះគឺបិទ Q មកគឺខ្ញុំទិញឬក៏ខាងលើនេះបើសិនជាខ្ញុំចង់លក់មកវិញគឺខ្ញុំត្រូវតែមើលថា channel ទី1តោះតែជាពណ៌ខៀវនេះទូជាងពណ៌ក្រហមហើយបិទអត់បាយចឹងទៅហើយទី2វាចេញពណ៌ក្រហមមកវិញណាពណ៌ក្រហមមកវិញហើយត្រូវធំជាងអាខៀវមកនេះម្ដុំនេះអាទី2នេះទី1វាអាចចេះ1 2 3ចឹងទៅណាឧទាហរណ៍អញ្ចឹងឧទាហរណ៍ថានេះវាប៉ះទី1ប៉ះទី2ប៉ះទី3ពីច្រើនខ្ញុំមានត្រីតែប៉ះទី3ហ្នឹងខ្ញុំមើលអាប៉ះទី3ហ្នឹងគឺវាស្អាតអត់តែចេញរៀង order block មានអាខៀវនេះទូជាងក្រហមនេះគឺចេញរៀង order block នេះគឺខ្ញុំ entry យកមកខ្ញុំ sell យកតម្លាក់មកក្រោមមកអញ្ចឹងទៅអាហ្នឹងបើយើងប្រើ support assistant ធម្មតាមានន័យថាយើងអត់គិតទៅលើ break out ដោយអំបញ្ញមិញទេមិញបើ break out ឧទាហរណ៍ថាបើ break out វាចង់ break ទៅ pot ធម្មតា break ចង់ទៅ pot គឺអ្នកនេះមើលតែ candle 2គ្រាប់ទៅបើសិនជាមានអាខៀវខ្លាំងបុកទៅទាំងពីរចេះឬក៏អីមកគឺតម្រងអាមិញដែលយើងនិយាយនេះគឺ RBS SB FCR មានតែបើសិនជាវាបិទនៅខាងលើព្រោះយើងត្រូវការ confirm ដែរណាមានន័យថាដូចអាហ្នឹងយើងនិយាយទៅដូចជាងផ្ទះអញ្ចឹងតើទប់អត់ជាប់ទេវាធ្លេឡើងលើអញ្ចឹងទៅអូខេឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងកន្លែងនេះយើងឃើញណែឥឡូវខ្ញុំមើលបន្ទាត់ខ្ញុំគួរឥឡូវខ្ញុំឃើញបន្ទាត់មួយចុះខ្ញុំថា1 2ប៉ះ2ប៉ះទៅប៉ុណ្ណេះដំបូងខ្ញុំគូតែលើប៉ះគេចេះ1 2ប៉ុន្តែស្រាប់តែឧទាហរណ៍ឥឡូវយើងគូអញ្ចឹងទៅ1 2ប៉ុន្តែអត់មានតែគេមកប៉ះវាយើងអាចសាក់ដូរមកពីចេះមកវិញអញ្ចឹងខ្ញុំនឹងគូ1 2អូខេ1 2ប៉ះនៅទីប៉ុន្មានប៉ះនៅទី3ប៉ុន្តែឧទាហរណ៍ដល់កន្លែងនេះចុះអញ្ចឹងមានអ្នកខ្លះគេអូខ្ញុំនឹងលក់ប៉ុន្តែគ្នាយើងមើលកន្លែងនេះយើងគួរតែលក់អត់នេះឃើញដោយសារតែ candle នេះគឺបិទនៅពីលើអញ្ចឹងមានពេលបិទពីលើអញ្ចឹងមានន័យថាវាអាចនឹងបន្តដំណើរទៅទៀតហើយមានន័យថា break out អញ្ចឹងអ្នកខ្លះគេ sell កន្លែងអត់ត្រូវអូខេអញ្ចឹងបើកន្លែងនេះអត់គួរ sell ហើយណាមួយវាអត់ចេញរៀង order block ទៀតអញ្ចឹងយើងគួរធ្វើម៉េចយើងចាប់មួយទៀតទៅអូខេយើងចាប់មួយទៀតទៅអូខេនេះយើងមានបកគោល1 2អញ្ចឹងយើងរងចាំវាអូខេយើងប៉ះបានប៉ុន្មានទេប៉ះទី1ប៉ះទី2អូខេឥឡូវខ្ញុំគូឲ្យស្អាតហ្នឹងប៉ះទី1ប៉ះទី2អញ្ចឹងយើងរងចាំឲ្យវាមានការមកប៉ះទៀតអញ្ចឹងណាយើងថា frame យើងមើល5 10ទីអូខេខ្ញុំរងចាំវាទៅប៉ះមួយទៀតអូខេប៉ះទីម៉ានអូខេប៉ះទីម៉ានប៉ះទី3ប៉ុណ្ណឹងក៏គេយកដែរប៉ះឲ្យត្រូវនេះប៉ុន្តែសួរថាតើអានេះវាបិទបានអត់បិទបាយអត់បាយទេឃើញទេកន្លែងនេះគឺបិទអត់បាយទេតែកាលណាបិទអត់បាយវាចេញរៀង order block គឺយើងអាច sell បានឃើញទេគឺវាចោលស្រមល់ទេនេះមានន័យថាគឺទំនោរ sell បានចូលមកកន្លែងហ្នឹងហើយសួរថាតើពេលទំនោរ sell ចូលមកអញ្ចឹងយើងធ្វើម៉េចគឺយើងអាចមើលទៅលើ order block នេះដើម្បី confirm គឺកន្លែងនេះ candle ខៀវនេះចុងក្រោយត្រូវតែទូចជាងពណ៌ក្រហមនេះត្រូវតែធំជាងបើសិនជាអាខៀវនេះធំជាងក្រហមនេះកន្លែង respect នេះឧទាហរណ៍កន្លែងនេះខៀវនេះស្រាប់តែវាអញ្ចេះវិញ
ឧទាហរណ៍ទៅអាខៀវនេះវាប៉ុណ្ណេះចាត់តែវាមានអាខាងដំទឹកក្រហមnàyប៉ុន្តែវាទូជាងអាខៀវនេះវិញអញ្ចឹងសួរតើយើង consider វាជា order block អត់ទេវាថាក្រហមនេះវាទូជាងយើងអត់ហៅវាថា order block ទេដល់តាមណាក្រហមនេះធំជាងនៅកន្លែងនេះដែលវាប៉ះនៅក្នុងអាទី3នេះគឺយើងហៅវាថា order block ដូចតែវីដេអូមុននេះអត់យល់អ្នកចូលទៅមើលវីដេអូ order block ខ្ញុំនឹងបានអញ្ចឹងណាអូខេអញ្ចឹងដល់ពេលមានអញ្ចឹងយើងមិនត្រូវលក់អញ្ចឹងតើយើងលក់បែបម៉េចយើងអាចប្រើ receiver 1 2ទៅ yes យើងអាចប្រើ receiver 1 លើ 2យើងមើលទៅលើ swing ណាខ្ពស់រៀងតិចមក SL 1 C2 មកបានណាមួយយក2អញ្ចឹងទៅអូខេអញ្ចឹងយើងអាចដាក់មកល្មមទៅហើយមួយទៀតបើសិននេះចង់ឲ្យវារឹងមាំក៏អ្នកនេះអាចប្រើជាមួយនឹង SMT ដែរនេះ SMT អញ្ចឹងឧទាហរណ៍ថាបើសិនជាមាសនេះពីចន្លោះម៉ោងនេះទៅម៉ោងនេះមាសអាចបង្កើតតម្លៃខ្ពស់បានប៉ុន្តែប្រាក់អាចបង្កើតតម្លៃខ្ពស់បានអ្នកនេះក៏អាចប្រើជាមួយ SMT បានដែរអាហ្នឹងក៏កាន់តែរឿងដែរអញ្ចឹងយើងអត់ធ្វើទេគ្រាន់តែឃើញដំណងបែបហ្នឹងគឺយើងអាចធ្វើការ sell យកមក position អញ្ចឹងណាយ៉ាអ្នកនេះអាចមើលលើ position ខ្ញុំក៏បានលក់នៅកន្លែងហ្នឹងដែរហើយខ្ញុំ TP កន្លែងហ្នឹងអូខេអញ្ចឹងបន្ទាប់ពី TP ហើយយើងអាចមើល zoom out មកវិញមួយអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងបន្ទាប់នៅពេលដែលបើសិនជាប៉ះ1ប៉ះ2ប៉ះ3អញ្ចឹងអ្នកនេះអាច duplicate វាមាននេះចុចកន្លែងនេះduplicate វានេះចុចចំមកកន្លែង play 3នេះដើម្បី clone ឲ្យវាចេញបន្ទាត់ស្មើគ្នាទម្រង់តែមួយអញ្ចឹងយើងអាចដាក់នៅកន្លែងទាបបំផុតនៅលើវាអញ្ចឹងទៅអញ្ចឹងយើងអាចហៅវាថាខាងលើនេះដូចជាទម្រង់មាសដូចហងៃនេះយើងខាងលើនេះយើងហៅវាគេនេះ resistant នេះនៅខាងលើយើងហៅវាថា resistant ហើយខាងក្រោមយើងអាចហៅវាថាជា support បានដែរអញ្ចឹងណាដោយទម្រង់បែបនេះគាត់ថាវាជាទម្រង់ trend line ណាទម្រង់ trend line ព្រោះពេលខ្លះផ្សារវាចេញទម្រង់ស្មើពេលខ្លះក៏វាចេញជាទម្រង់បែបនឹងបានដែរអញ្ចឹងណាខ្ញុំគាត់តែចង់ឧទាហរណ៍នេះបានយល់ពីទំនោរនៃផ្សារហ្នឹងទៅអញ្ចឹងយើងអាចរកមើលនៅក្នុងការឧទាហរណ៍ថាផ្សារវាចុះមកវិញវាអាចប៉ះនៅក្នុង trend line នេះមួយអញ្ចឹងទៅអញ្ចឹងឬក៏ពីរទៅអ្នកអាចព្យាយាមរក buy ឬក៏អីចឹងទៅអាហ្នឹងគឺអ្នកដែលប្រើ trend line support resistance គឺគេប្រើបែបហ្នឹងហើយចំណុចតែប៉ុណ្្នេះក៏យើងអាចចាប់មើលបានណាឧទាហរណ៍1នេះចាប់1 2 3គឺអានេះបិទអត់បែកទេអូខេ1ប៉ះ2ប៉ះ3ហើយកន្លែងនេះគេនេះកន្លែងក្រោមនេះ order block ត្រូវឯងព្រោះខាងដល់ពណ៌ក្រហមទូជាងពណ៌ខៀវអញ្ចឹងកន្លែងនេះមាន order block អញ្ចឹងពេលបិទខៀវភ្លាមយើងអាចបាយភ្លាមបាននេះយើងប្រើ SL ប៉ុណ្នេះទៅពួយធម្មតាទេនៅពេលដែលបិទ candle នេះខៀវនេះមកនេះ candle ទី1បិទក្រហមទូជាងខៀវជារៀង order block អញ្ចឹងណា order block វាអាចនៅលើវាអាចចេញតម្រងដូចខ្ញុំបង្ហាញ set up ទី1មិនមែនហើយទី2វាអាចចេញតម្រងចេះក្រហមទូជាងខៀវបើលើគឺត្រូវខៀវទូជាងក្រហមអញ្ចឹងទៅគឺយើងអាចបាយបានអញ្ចឹងអ្នកនេះអាចយកទៅបែបតេស្តមើលបានថាតើអ្វីខ្ញុំនិយាយហ្នឹងគឺត្រឹមត្រូវអត់ហើយខ្ញុំមាននិយាយទៅសារមួយសុទ្ធតែវាមាន win rate ជិតគ្នាប៉ុន្តែយើងត្រូវការរងចាំហើយដូចជាយុទ្ធសាស្ត្រនេះផងដែរបើសិននេះបើកមើលនៅក្នុង trading view អ្នកទាំងអស់នេះអាចដាក់ alert បាននៅពេលខ្លះយើងអត់ដឹងថាពេលណាមកប៉ះអញ្ចឹងគាត់ថាឥឡូវខ្ញុំចង់ដាក់ alert ជាងអាចចង់បន្ទាត់វានេះអ្នកនេះអាច add alert បានមានថា add alert ហ្នឹងយើងបាច់ទៅអង្គុយមើលវាចាំឲ្យទៅវាប៉ះគឺមកអញ្ចឹងណាអ្នកដូចជាប្រើនៅក្នុង trading view ក៏យើងអាចដាក់នឹងបានអញ្ចឹងពេលច្រើនខ្ញុំអត់ទៅខ្វាយខ្វល់ច្រើនមានតតែប៉ះ alert ពឹបបាទខ្ញុំទៅមើលថាអូខេដល់កន្លែងលេងអត់អីចឹងទៅដូចគ្នាផងដែរបើសិនជាចង់បង្កើត account តែដើម្បីទទួលបានលុយ rebate ត្រឡប់មកវិញចាប់ពី1 $ឡងអ្នក scan QR ចុច link វីដេអូនៅខាងលើបានឬក៏អ្នកចង់រៀនវគ្គសិក្សា 0 to hero ដែលយើងនឹងចូលរៀននៅថ្ងៃទី12នេះផងដែរចំនួនចុងក្រោយដែលខ្ញុំនឹងបង្រៀននេះក៏អាច inbox សួរបានដូចគ្នាហើយកុំភ្លេច join channel Telegram របស់ខ្ញុំឬក៏ community របស់យើងនៅក៏ទៅដល់យើងផងដែរហើយជួបគ្នាជាមួយវីដេអូក្រោយជំរាបលា Bye